រដូវមិនទៀងឈាមម្ដៅមកកក់ដុំលីឡំជាមួយនឹងការឈឺចាប់ជាប្រចាំនៅពេលដែលបងប្អូនស្ត្រីមករដូវវាជាបញ្ហាបែបណាដែលបងប្អូនគួរតែកត់សម្គាល់វាអញ្ចឹងតកតងជាមួយនឹងបញ្ហារដូវបងប្អូនត្រូវតែដឹងថារដូវនេះមួយគឺសំខាន់មែនតើសម្រាប់ស្ត្រីបងស្ត្រីឬក៏បងប្អូនស្ត្រីដែលគាត់វ័យគ្រប់ការឬក៏បងប្អូនស្ត្រីដែលគាត់មានដៃគូការមករដូវដែលជួយសម្អាតជាតិពុលនៅក្នុងខ្លួនរបស់ស្ត្រីយើងតាមរយៈឈាមម្ដៅអញ្ចឹងបើសិនជាក្នុងករណីបងប្អូនចាប់ផ្ដើមមានការមករដូវមានជាសន្តានកក់ដុំមានក្លិនមិនល្អឬក៏ចាប់ផ្ដើមមានលីឡំជាមួយនឹងការឈឺចាប់នៅពេលដែលបងប្អូនស្ត្រីមករដូវវាតកតងជាមួយនឹងកត្តាស្បូនរបស់បងប្អូនព្រោះធម្មតាការឈឺចុកចាប់ពេលដែលបងប្អូនស្ត្រីមករដូវគឺមានច្រើនប៉ុន្តែបងប្អូនត្រូវដឹងថាការឈឺចាប់ទាំងអស់នេះមិនមែនដូចគ្នាទាំងអស់ទេព្រោះពេលខ្លះបងប្អូនខ្លះអាចនឹងឈឺមួយផ្លែតគឺបាត់ទៅវិញតែបងប្អូនខ្លះទៀតគឺឈឺពិបាកនៅក្នុងការទ្រាំខ្លាំងមែនទែនអញ្ចឹងតែបញ្ហាទាំងអស់នេះគឺចង់សបង្ហាញឲ្យបងប្អូនបានដឹងថារដូវដែលបងប្អូនមកនេះវាអាចនឹងតាក់ទងជាមួយនឹងកត្តាស្បូនរបស់បងប្អូនមានដុំសាច់ស្បូនរបស់បងប្អូនខ្សោយឬក៏បញ្ហាតាក់ទងជាមួយនឹងឈាមកក់នៅនឹងមាត់ស្បូនមកអត់អស់ការលាងជាតិពុលអត់ល្អតាមរយៈដែលបងប្អូនញ៉ាំចំណីអាហារមិនត្រឹមត្រូវអញ្ចឹងបើសិនជាបងប្អូនសង្កេតឃើញថាបងប្អូនមករដូវមិនទៀងចន្លោះពី3ខែឡើងទៅ6ខែគឺបងប្អូនគួរតែឆាប់ធ្វើការស្វែងរកដំណោះស្រាយមួយទៀតបើបងប្អូនមានបញ្ហាទៅលើការធ្លាក់ឈាមម្ដៅមកកក់ដុំលីឡំជាមួយនឹងការឈឺចាប់ខ្លាំងចន្លោះពី3ខែទៅ6ខែក៏បងប្អូនត្រូវតែឆែកស្បូនឬក៏បងប្អូនត្រូវតែអេកូស្បូនដូចគ្នាដើម្បីអីដើម្បីពិនិត្យមើលថាបងប្អូនមានដុំសាច់ឬក៏បងប្អូនមានជាប្រភេទដុំគិះណាមួយដែលបងប្អូនគួរតែប្រញាប់ធ្វើការដោះស្រាយព្រោះបើបងប្អូនមិនបានព្យាបាលត្រឹមត្រូវផលប៉ះពាល់ទី1គឺបងប្អូនពិបាកនៅក្នុងការមានកូនផលប៉ះពាល់ទី2ស្បូនរបស់បងប្អូនខ្សោយពិបាកនៅក្នុងការមានកូនហើយស្បូនគឺកូនងាយនឹងរលូតទៀតទី3គឺប៉ះពាល់ខ្លាំងមែនទែនតាក់ទងជាមួយនឹងកត្តាសម្រស់ដែលធ្វើឲ្យបងប្អូនអាចនឹងឡើងមុនឡើងជាំអាសាជ្រុះសក់ស្វាងភ្នែកឬក៏ចាប់ផ្ដើមឲ្យធ្វើឲ្យបងប្អូនរៀងលាត់ឡៃអស់កម្លាំងញ៉ាំឲ្យអត់សូវឡើងគីឡូជាដើមអញ្ចឹងបើបងប្អូនកំពុងតែមានរោគសញ្ញាទាំងអស់នេះបងប្អូនអាចធ្វើការទំនាក់ទំនងមកកាន់អ្នកគ្រូបានអ្នកគ្រូនឹងមានជាដំណោះស្រាយជូន